ខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំនៅបរតនត្រ័យទាំង3មានពុទ្ធរតនៈបឋមរតនៈបសង្ឃរតនៈដោយស្អីគោរពនិងស្អីជាថ្លាដែលយ៉ាងខលែងសូមនមស្ការថ្វាយបង្គំនៅប្រធារានុធារៈគ្រប់ព្រះអង្គទៅក្នុងតាមវត្តអារាមសូមការអនុញ្ញាតអំពីលោកយាយលោកតាបងប្អូនប្រុសស្រីទាំងអស់ដែលបានចូលស្ដាប់នៅវីដេអូនៃការអប់រំដែលខ្ញុំយកប្រធួនឲ្យមកចែករំលែកអំពីធម្មទាននៅតាមក្នុងបណ្ដាញសង្គមនេះគឺខ្ញុំប្រកាសណាខ្ញុំបាននឹងគឺមិនសូវមានពេលបានចែករំលែកនៅពធទេវីដេអូរបស់ខ្ញុំគឺខ្លីៗទេហើយក៏បងប្អូនអាចស្ដាប់យកខ្លឹមសារអត្ថន័យដើម្បីអប់រំទូមានចិត្តព្រោះកាលណាដែលយើងស្ដាប់នៅពធញយជារៀងរាល់ថ្ងៃទៅគឺយើងអាចអភិវឌ្ឍខ្លួនទៅជាមនុស្សដែលល្អមនុស្សដែលប្រសើរមនុស្សដែលខ្ពង់ខ្ពស់ព្រោះកាលណាបើយើងមិនដែលស្ដាប់នៅពធទេគឺកិលេសអកុសលអីវាស្ថិតនៅក្នុងចិត្តរបស់យើងធ្វើឲ្យយើងឯងចេះតែគិតឃើញអាក្រក់ធ្វើអាក្រក់អីផ្សេងណាអញ្ចឹងគឺយើងក៏បីស្ដាប់នៅពធណាមកស្ដាប់នៅពធដើម្បីអប់រំទូមានចិត្តរបស់ខ្លួនឯងដេញអកុសលដេញតួអាក្រក់ឯងចេញអំពីសន្តានចិត្តរបស់យើងបើសិនតែយើងអត់ស្ដាប់នៅពធទេយូរទៅចិត្តយើងនឹងត្រេកអរនៅក្នុងបាបត្រេកអរនៅក្នុងបាបអញ្ចឹងគឺដូចព្រះគេថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាសម្ដែងណានិភៈជេបាបកេមិតេនិភៈជេបរិសាធមេភៈជេថៈមិតេកល្យាណេភៈជេថៈបរិសត្តមេបុគ្គលមិនគួរគប់មិត្តអាក្រក់មិនគួរគប់បរោះថោកទាបគួរគប់តែមិត្តដែលល្អគួរគប់តែបរោះជនខ្ពស់នឹងគឺជាព្រះកថារបស់ព្រះសម្មាសម្ពុទ្ធណាព្រោះហេតុអីបានជាព្រះអង្គមិនអោយយើងឯងគប់មិត្តអាក្រក់ព្រោះមិត្តអាក្រក់ឯងនាំឲ្យយើងទៅធ្វើទង្វើអាក្រក់ផ្សេងនាំឲ្យយើងធ្វើបាបនាំឲ្យយើងខូចសុខភាពអីចឹងទៅព្រោះមិត្តអាក្រក់យើងដឹងហើយគឺសន្លឹងតែផលប្រយោជន៍ឲ្យតែខ្លួនឯងមានប្រយោជន៍ឲ្យតែខ្លួនឯងបានប្រយោជន៍គឺអ្នកណាចង់ស្លាប់ក៏ស្លាប់ទៅអ្នកណាចង់ឈឺក៏ឈឺទៅបុគ្គលអាក្រក់នាំឲ្យយើងឯងទៅរកផ្លូវសេចក្តីវិនាសបុគ្គលអាក្រក់នឹងឯងគឺបើសិនតែយើងឯងទៅសេពគប់ថាយើងឯងទៅអាស្រ័យយើងទៅធ្វើជាមួយយើងក៏យើងទៅតាមបុគ្គលនោះគឺនាំឲ្យយើងឯងទៅរកផ្លូវវិនាសអត្ថកថាលោកនិយាយតាក់ទងនៅក្នុងបុគ្គលដែលកាត់ទីតបុគ្គលដែលកាត់ទីតហ្នឹងគឺអ្នកណាគឺបុគ្គលដែលកាត់ទីតគឺចោនឹងឯងហើយយើងបុគ្គលចោអញ្ចឹងគឺព្រះសម្មាសម្ពុទ្ធសំបីតែឲ្យយើងទៅអង្គុយចិត្តក៏មិនឲ្យយើងទៅអង្គុយដែរព្រោះកាលណាបើយើងទៅអង្គុយចិត្តតែគេចាប់បានមួយទៅគេថាយើងឯងជាអ្នកលួចដែរយើងឯងជាអ្នកលួចយើងជាប់ទោសទាំងយើងដែរនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គតែងតែបើកបង្ហាញអំពីផ្លូវខុសហ្នឹងឲ្យយើងនៅឯងដើរទៅរកផ្លូវល្អដើរទៅរកផ្លូវត្រូវដូចពាក្យខ្មែរយើងតែងថាបើសិនតែយើងនឹងឯងគោចូលស៊ីសបានធ្វើរបងណានឹងតេតទៅនៅក្នុងសុភាសិតយើងសុភាសិតខ្មែរយើងហ្នឹងគឺថាគោស៊ីស្រូវបានធ្វើរបងអត់អាចធ្វើអញ្ចឹងទេគឺយើងធ្វើរបងរួចហើយចាំយើងដាំដំណាំទៅដំណាំយើងឯងគង់ដូចគ្នាកន្លែងនេះដូចគ្នាកាលណាបើយើងនឹងឯងព្រះអង្គមិនអោយយើងឯងទៅអង្គុយចិត្តអ្នកដែលចោអ្នកសេពគប់បុគ្គលពៀលដែលនៅមកយើងវិញ្ញាណហ្នឹងឯងមិនអោយយើងទៅអង្គុយចិត្តទេតែកាលណាបើយើងទៅអង្គុយចិត្តតែកាលណាគេចាប់បានគឺគេចាប់ទាំងយើងដែរតែសារអីដែលសារតែយើងឯងសេពគប់យើងឯងសុំកលុំអីចឹងទៅអានឹងតាកទៅនៅក្នុងកន្លែងហ្នឹងណាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធមិនអោយយើងឯងមិនអោយទៅអង្គុយចិត្តមិត្តអាក្រក់ទេតែកាលណាបើយើងទៅអង្គុយចិត្តមិត្តអាក្រក់គឺយើងឯងក៏ដល់នៅការវិនាសដូចគ្នាអញ្ចឹងគឺមិត្តអាក្រក់នឹងឯងគួរតែវាចាកមិនមែនឲ្យយើងទៅស្អប់ឯណាមិនឲ្យយើងទៅស្អប់ទៅវាយគេស្អប់ឲ្យទៅវាយគេទេគឺគ្រាន់តែយើងមិនធ្វើតាមគេគ្រាន់តែយើងមិនទៅអង្គុយចិត្តបុគ្គលទាំងនោះតែប៉ុណ្្នឹងបានហើយមានការអាណិតមានការអប់រំទូមានគាត់ទៅតែយើងមិនទៅធ្វើតាមគាត់យើងមិនទៅជាមួយគាត់បើសិនតែគេបបួលទៅលួចយើងកុំទៅលួចជាមួយគាត់ទៅតែប៉ុណ្្នឹងបានមិត្តអាក្រក់មិនក៏បីទៅសេពគប់ព្រោះកាលណាបើយើងទៅសេពគប់គឺយើងឯងទៅដល់ការវិនាសដូចតាកតោនៅក្នុងមិត្តយើងក៏បីរឹសដែរនៅក្នុងសង្គមបច្ចុប្បន្ននេះ
មិត្តខ្លះគឺរកឲ្យយើងសេចក្ដីរីកចម្រើននាំឲ្យយើងសិក្សាអញ្ចឹងទៅនាំឲ្យយើងនឹងឯងទៅរកស៊ីដែលសុចរិតណារកស៊ីត្រឹមត្រូវអញ្ចឹងទៅតែមិត្តភ័ក្តិខ្លះគឺអត់ទេនាំឲ្យយើងទៅផឹកសូរ៉ានាំឲ្យយើងនឹងឯងទៅដើរលេងនៅពេលម៉ោងសិក្សាបាត់បង់ការសិក្សាបាត់បង់ចំណេះដឹងអីផ្សេងៗនឹងមិត្តគឺបានជាព្រះសម្មាសម្ពុទ្ធឲ្យយើងឯងជឿរើសណាឲ្យយើងឯងចេះមើលថាមិត្តណាគួរសេពគប់មិត្តណាដែលមិនគួរសេពគប់អញ្ចឹងយើងនៅក្នុងសង្គមនេះបច្ចុប្បន្ននេះគឺយើងក៏បីគិតកន្លែងហ្នឹងសំខាន់មែនទែនព្រោះកាលណាបើយើងសេពគប់មិត្តត្រូវគឺយើងនឹងឯងជោគជ័យបើសិនតែយើងមិនសេពគប់មិត្តត្រូវទេគឺយើងអត់ជោគជ័យទេហើយយើងវិនាសថែមទៀតទាំងកន្លែងនេះយើងគួរពិចារណាយើងក៏បីសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកគឺឲ្យយើងឯងចេះមើលមនុស្សឲ្យយើងឯងចេះមើលមនុស្សឲ្យយើងឃើញអ្វីខុសអ្វីត្រូវកុំតែឲ្យតែអ្នកណាក៏ដោយក៏សេពគប់ដែរអ្នកណាក៏ដោយក៏សេពគប់ដែរអាក្រក់ក៏សេពគប់ល្អក៏សេពគប់អានឹងអត់កើតទេយើងសេពគប់តែមនុស្សដែលល្អព្រោះមនុស្សល្អនាំឲ្យយើងឯងរីកចម្រើនហើយសង្គមសពថ្ងៃហ្នឹងគឺមិត្តភ័ក្តិដែលនាំឲ្យយើងឯងទៅស្ដាប់ធម៌នាំឲ្យយើងឯងទៅសិក្សាអំពីព្រះធម៌របស់ព្រះពុទ្ធហ្នឹងគឺមិនងាយមានទេដូចខ្ញុំអញ្ចឹងមិត្តភ័ក្តិដែលនាំឲ្យខ្ញុំទៅសិក្សាធម៌នាំឲ្យខ្ញុំឯងប្របួលខ្ញុំសិក្សាធម៌គឺងាយមានទេមានតែមិត្តភ័ក្តិនាំផឹកស្រានាំតែមិត្តភ័ក្តិនាំដើរលេងពេលលាអាវ៉ាសែអីផ្សេងពិសេសគឺបងប្អូនដែលជាអ្នកដែលមកពីខេត្តអីហ្នឹងឡើងមកភ្នំពេញឡើងមករៀនតអីហ្នឹងគឺតែកាលណាបើយើងឯងមិនចេះជ្រើសរើសមិត្តទេយើងបែកមកពីគ្រួសារឆ្ងាយហើយយើងមិនជឿរើសមិត្តដែលល្អទេមិនរើសមិត្តដែលស្រឡាញ់ការសិក្សាទេគឺចាយលុយអ្នកផ្ទះអស់ទៅគឺចំណេះវិជ្ជាគឺអស់ដែរគឺអត់មានទេព្រោះបងសិក្សានឹមតែដល់លេងបាត់បងសិក្សានឹមចូលក្លឹបបាត់បងសិក្សាទៅនេះទៅនោះរហូតអត់ព្រមសិក្សាទេដោយសារតែយើងសេពគប់មិត្តឯងខុសកាលណាបើយើងសេពគប់អ្នកដែលមិនស្រឡាញ់ការសិក្សាសេពគប់ចំពោះអ្នកដែលមិនអោយតម្លៃការសិក្សាគឺប្រកបណាស់គឺមិននាំយើងទៅសិក្សាទេមិននាំយើងទៅសិក្សានាំឲ្យយើងឯងបាត់បង់ចំណេះដឹងបាត់បង់ចំណូលគេឈ្មោះនឹងឯងទៅជាមនុស្សអាក្រក់ទៀតផងសាងគេឈ្មោះទៅជាមនុស្សអាក្រក់ចុះទៅលួចគេតែមនុស្សអត់ចំណេះវិជ្ជាហើយមិនទៅជាមនុស្សអីល្អទៀតគឺអត់ងាយនឹងធ្វើខុសហើយធ្វើខុសអត់ដឹងខ្លួនទៀតគឺចំណែកនៃប្រធัวដែលខ្ញុំប្រកាន់អាចចែករំលែកនៅប្រមាណប៉ុណ្ណឹងហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ដល់ឧបាសកឧបាសិកាប្រកាន់ណាគុណម្ចាស់គ្រប់ព្រះអង្គទាំងអស់ហើយនឹងជាប្រយោជន៍ដល់បងប្អូនដែលកំពុងតែវ័យនៅសិក្សាហើយជាប្រយោជន៍ដល់បងនៅក្នុងការបញ្ចប់ការសិក្សាហើយសង្ឃឹមថាបងប្អូនចេះមើលមនុស្សចេះរកមនុស្សដែលសេពគប់បានល្អអភិវឌ្ឍខ្លួនទៅរកការជោគជ័យទាំងអស់គ្នាជាចុងក្រោយនេះសូមប្រគេនបន់ដល់ប្រកាន់ណាគុណចាស់គ្រប់ព្រះអង្គហើយនឹងដល់ឧបាសកឧបាសិកាបងប្អូនប្រុសស្រីទាំងអស់ឲ្យបានបន់ស្មើនឹងខ្ញុំកណ្ណាដែរសូមអនុមោទនា